បាទសួស្តីបងប្អូនជាងយើងថ្ងៃនេះមកបងហាញអំពីការតេស្ត Smart Key SU អញ្ចឹងតើតើនឹង SU នេះវាអត់ខូចទេវាបញ្ហាគឺតើតើនឹងបញ្ហា solenoid របស់ contact key ដែលនៅពេលដែលវាក្តៅគឺវា load ពឹកហើយ load បិទខ្លួនវាណាអញ្ចឹងមានន័យថាពេលក្តៅវាផ្ដាច់អានេះបិទខ្លួនឯងអញ្ចឹងធ្វើឲ្យយើងកាច់ key អត់បានទេអញ្ចឹងយើងតេស្ត SU ហើយអត់មានបញ្ហាទាំងអស់នេះបាទបិទបើកធម្មតាអត់លុតឆែកអត់លុតអីទេណាគឺបញ្ហាគឺ solenoid ហ្នឹងខូចតែម្ដងដោយសារពីមុន SU នេះវា error ខ្ញុំធ្លាប់ reset program ម្ដងហ្នឹងបាទម្ដងហើយតែឥឡូវវាបញ្ហាវានៅដដែលទៀតចឹងវាខូចអានេះបាទខូច solenoid នេះបាទចឹងបងប្អូនប្រយ័ត្នទាំងអស់គ្នាណាចឹងអានេះជាមេរៀនថ្មីបាទអានេះคลิก160 023ខូចលឿនណា3ខូចបាទ